រះព្រៅឆ្នាំព្យាបាលរលាកតម្រងនំរលាកភ្លើដង្ហើមនិងពុះចុកឆ្អោជាដែលមិនដែលខ្យល់ជាដើមសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមលើកយកកាំរះព្រៅហើយនឹងទឹកឃ្មុំមកធ្វើថ្នាំជូនបងប្អូនទាំងអស់គ្នារបៀបធ្វើបេះកាំរះព្រៅចំនួន5ផ្កាលាងទឹកឲ្យស្អាតឆុងជាមួយនឹងទឹកក្តៅចំនួន1កែវដាក់ជាមួយនិងទឹកឃ្មុំចំនួន1ស្លាបព្រាកូរឲ្យសព្វទុកចោលរយៈពេល4ទៅ5នាទីរំចាំចេញជាទៅបងប្អូនយកហូបការហូបផងដែរបងប្អូនហូបមួយថ្ងៃ3ដង1កែវរាល់ពេលមុនបាយ30នាទីបងប្អូនព្យាយាមហូបចាប់ពី5ថ្ងៃទៅ1សប្តាហ៍អាការៈបងប្អូនដែលថារលាកតម្រងនំរលាកភ្លើដង្ហើមនិងពុះចុកឆ្អល់ស៊ីតណែនមិនដាល់ខ្យល់នោះនឹងចាប់ផ្ដើមបានធូរស្បើយម្ដងបន្តិចហើយសូមអរគុណសូមជម្រាបលាផ្លែត្រលឹងទឹងព្យាបាលជំងឺដូចជាផ្លែប្រាសម្រាប់បំបត្តិការស្រេកទឹកស្លឹកប្រើជាថ្នាំព្យាបាលមិនឲ្យឡើងសម្ពាធឈាមនិងបញ្ចុះជាតិស្ករក្នុងឈាមចំណែកផ្លែរបស់វាមានរសជាតិជូរគេប្រើសម្រាប់ធ្វើម្ហូបស្មាខ្ញុំសូមចែករំលែកចំណេះដឹងអំពីថ្នាំការពារដាច់សរសៃឈាមក្នុងខួរក្បាលខ្វិនស្ពឹកដៃជើងនិងស្លាប់មួយចំហៀងខ្លួនជាដើមចាស់សូមពុកម៉ែបងប្អូនយកមើមខ្ញីនេះចំនួន10ចំណិតខ្ទឹមសនេះ5កពឹសហើយនិងខ្ទឹមក្រហមនេះ3មើមចាស់ហាន់វាតូចទៅហើយយកមកដាំទឹកចំនួន1លីត្ររងាស់10នាទីចាពេលហើយយកមកពិសាពេលណាក៏បានដែរគឺមិនកំណត់ទេតែព្យាយាមហូបរាល់ថ្ងៃនឹងធ្វើឲ្យជំងឺពុកម៉ែបងប្អូននឹងធូរស្បើយជាក់ជាមិនខានខ្ញុំចែករំលែកគ្រាន់តែជាឲ្យចំណេះដឹងដល់ពុកម៉ែបងប្អូនទេបងប្អូនចាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំសូមមកចែករំលែកនៅអសបរាងខ្មែរមួយមុខទៀតហើយថ្នាំនេះផងដែរគឺជាថ្នាំបន្សាបពឹសសម្រាប់បងប្អូនដែលមានបញ្ហាសាច់ខ្ទួយតិចក្អែបខាំឆ្មាក្រញ៉ៅឬក៏មុតធ្មងត្រេអឯងគឺថ្នាំនេះផងដែរគឺងាយទេបងប្អូនអាចទៅរកបាននៅក្នុងផ្ទះបាយរបស់យើងមានដូចជាប៊ីចេងនិងផ្លែក្រូចឆ្មាជាដំបូងបងប្អូនគ្រាន់តែយកប៊ីចេងចំនួនកន្លះស្លាបព្រាបាយបន្ទាប់មកយកផ្លែក្រូចឆ្មានេះចំនួន1ពុះវាជា2ទៅបងប្អូនច្របាច់កូរឲ្យសព្វហើយខ្លះជាល្បាយបែបនេះបងប្អូនកូរឲ្យចេញពពុះបែបនេះហើយបងប្អូនយកទៅលាបចំកន្លែងដែលបងប្អូនមានរបួសនោះលាបត្រឹមតែរយៈពេល3នាទីទេនឹងបឺតពឹសចេញហើយនឹងបងប្អូននឹងបាត់ចុកហើយលាបត្រឹមតែរយៈពេល1ថ្ងៃទេអាការៈបងប្អូនដែលថាសាច់ខ្ទួយតិចក្អែបខាំឬក៏មុតធ្មងត្រេអណ្ដាយឆ្មាក្រញ៉ៅនោះនឹងចាប់ដើមបានធូរស្បើយនឹងតិចហើយចាសូមអរគុណសូមជម្រាបលាមើមខ្ជាយនិងស្លឹកជីនាងវងថ្នាំព្យាបាលពុកឆ្អឹងស្ពត់ឆ្អឹងរបៀបប្រើយកមើមខ្ជាយចំនួន2ខាំយកស្លឹកជីនាងវងចំនួន3ខាំដាក់ទឹកចំនួន1លីត្រយកមើមខ្ជាយនិងស្លឹកជីនាងវងបុកបញ្ចូលគ្នាបន្ទាប់មកដាក់លាយជាមួយនឹងទឹកចំនួន1លីត្រកូរឲ្យសព្វពូតច្រោះយកទឹករបស់វាយកមកហូបការហូបមួយថ្ងៃ3ដង1កែវរាល់ពេលមុនបាយ30នាទីព្យាយាមហូបចាប់ពី4សប្តាហ៍ទៅ5សប្តាហ៍នឹងបានធូរសះស្បើយហើយ